ความคลุ้นจนบรเตจียง60នាក់ពាក់ព័ន្ធទៅនឹងការឆាប់បោកអនឡាញនិងគ្រឿងញៀននៅពោធិ៍សែនជ័យភ្នំពេញក្រុមការងារចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី14ខែឧសភា2026បានបន្តចុះត្រួតពិនិត្យតាមបង្ក្រាបនៅទីតាំងអគារខុនដូ Exit និងសណ្ឋាគារសូហូ85ស្ថិតនៅឋានភូមិគោចំបោះសង្កាត់ចំចាត់ទី1ខណ្ឌពោធិ៍សែនជ័យជាលទ្ធផលក្រុមការងារបានខកខ្លួនជនសង្ស័យសរុបជាង61នាក់ស្រី6នាក់នៅក្នុងនោះគ្មានលិខិតឆ្លងដែនស្នាក់នៅខុសច្បាប់ចំនួន42នាក់ជាប់ពាក់ព័ន្ធនឹងរក្សាទុកសម្ភារៈសម្រាប់ប្រព្រឹត្តបទល្មើសអនឡាញ scam ចំនួន15នាក់និងជាប់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនចំនួន4នាក់ជាមួយគ្នានេះសមត្ថកិច្ចក៏បានដកហូតវត្ថុតាងនិងសម្ភារៈបច្ចេកទេសមួយចំនួនដូចជាកុំព្យូទ័រយួរដៃចំនួន88គ្រឿងទូរស័ព្ទដៃចំនួន468គ្រឿងអេក្រង់ monitor ចំនួន32គ្រឿង CPU ចំនួន10គ្រឿង tablet ចំនួន1គ្រឿងនិងស៊ីមកាតទូរស័ព្ទបរទេសចំនួន1ថែមទៀតផងក្រុមហ៊ុន Maka សាងសង់ TSE ផ្ដល់សេវាប្រឹក្សាយោបល់និងការសាងសង់សំណង់គ្រប់ប្រភេទប្រកបដោយវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់ជាសកលទំនាក់ទំនង Telegram លេខ015 299 697